សំឡេងខ្មែរម្ចាស់ស្រុកស្ថានីយ៍វិទ្យុសំឡេងខ្មែរម្ចាស់ស្រុកសូមស្វាគមន៍លោកអ្នកនាងមិត្តអ្នកស្ដាប់ពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសួស្តីលោកអ្នកនាងមិត្តអ្នកស្ដាប់ជាទីមេត្រីនេះជាកម្មវិធីផ្សាយនៃវិទ្យុសំឡេងខ្មែរម្ចាស់ស្រុកនៅថ្ងៃអាទិត្យទី9ខែសីហាគ្រិស្តសករាជ2015ជាថ្ងៃ10រោចខែទុតិយាសាទឆ្នាំមមែសប្បស័កពុទ្ធសករាជ2559ខ្ញុំហាសានពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមជូនមេតិការព័ត៌មានបញ្ហាព្រំដែនខ្មែរយួនឡើងកម្ដៅរដ្ឋាភិបាលបង្កើតក្រុមចាស់ឲ្យដោះស្រាយក្រសួងកិច្ចការនារីការពារលោកហ៊ុនសែនប្រមុខរដ្ឋាភិបាលកិច្ចសម្ភាសអំពីសេចក្តីប្រាថ្នារបស់ជនជាតិដើមម្ចាស់ស្រុកខ្មែរកម្ពុជាក្រោមចាមនិងម៉ុងតាញ៉ាភាគបញ្ចប់ទស្សនៈអ្នកនយោបាយខ្មែរម្នាក់តើហូជីមិញជាមនុស្សដូចម្ដេចតទៅនេះជាព័ត៌មានពិស្ដាបញ្ហាទឹកដីខ្មែរដែលបាត់ឬខាតបង់នៅតាមបណ្ដោយព្រំដែនខ្មែរយួនដោយសារការលួចបង្ខិតការរំកិលបង្គោលព្រំដែនឬលួចវាទីចូលដើម្បីឲ្យជនជាតិយួនតាំងទីលំនៅតាមផែនការពង្រីកទឹកដីរបស់រដ្ឋការក្រុងហាណូយពលរដ្ឋខ្មែរជាច្រើនបានយកចិត្តទុកដាក់ខ្វល់ខ្វាយហើយបានទៅពិនិត្យទាមទារឲ្យយកផែនទីត្រឹមត្រូវពីសម័យបារាំងត្រួតត្រាមកជជែកដើម្បីកំណត់ព្រំប្រទល់បូរណភាពទឹកដីដោយចែងក្នុងច្បាប់ជាតិនិងអន្តរជាតិលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធុញទ្រាន់នឹងពលរដ្ឋខ្មែរក្រុមណាដែលថាមានតែគេប៉ុណ្ណោះចេះស្នេហាជាតិចេះស្រឡាញ់ជាតិជាងលោកហើយធ្លាប់ថ្លែងចំអកឲ្យពលរដ្ឋខ្មែរដែលគិតរឿងទឹកដីនោះទៀតផងដៃគូរបស់លោកហ៊ុនសែនគឺលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិឥឡូវកំពុងនៅស្រុកបារាំងហើយទើបនឹងមានប្រសាសន៍ថាបញ្ហាព្រំដែនមានតែយកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារី$23 1991មកជជែកទើបអាចដោះស្រាយបានក្រៅតែពីរឿងបកប្រជាជនកម្ពុជានិងរដ្ឋអំណាចក្រោមកិច្ចដឹកនាំរបស់លោកហ៊ុនសែនផ្ដន្ទាទោសកម្មជនសង្គ្រោះជាតិហើយហៅឡើងតុលាការនិងកាត់ទោសដាក់ពន្ធនាគារជាបន្តបន្ទាប់មន្ត្រីរាជរដ្ឋាភិបាលខ្មែរបានទាមទារឲ្យលោកសំរងស៊ីបង្ហាញផែនទីប្រទេសកម្ពុជាຂະຫນາດ100,000ដែលថាលោកទិញបានពីប្រទេសបារាំងនោះជាសាធារណៈបើមិនដូច្នោះទេរដ្ឋអំណាចអាចចោទលោកថាបង្កអស្ថិរភាពដំណើរពេលគ្នានេះលោកហ៊ុនសែនបានសរសេរទៅអគ្គលេខាធិការអង្គការសហប្រជាជាតិប្រធានាធិបតីបារាំងសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីអង់គ្លេសសូមឲ្យគេជួយរកផែនទីផ្ដល់ឲ្យស្រុកខ្មែរដើម្បីផ្ទៀងផ្ទាត់ថាតើស្រុកខ្មែរមានទំហំប៉ុណ្ណាពិតប្រាកដក្នុងពេលដែលរដ្ឋអំណាចរបស់លោកហ៊ុនសែនចង់ឲ្យមេបកសង្គ្រោះជាតិបង្ហាញផែនទីអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូនបានប្រគល់ផែនទីមួយចំនួនជាទ្រង់ទ្រាយ Digital ក្នុងកុំព្យូទ័រដោយយកពីបណ្ណាល័យ Dag Hammarskjöld នៅបូរីញូវយ៉កសហរដ្ឋអាមេរិកហើយបានប្រគល់ជូនទៅលោករីទូចនាយបេសកកម្មអចិន្ត្រៃយ៍ប្រទេសកម្ពុជាប្រចាំអង្គការសហប្រជាជាតិរួចហើយកាលពីថ្ងៃទី27កក្កដាផែនទីបោះពុម្ព18ផ្ទាំងទៀតនឹងបញ្ជូនឲ្យតាមក្រោយចំពោះរឿងនេះរាជរដ្ឋាភិបាលមិនបានប្រកាសថាផែនទីពីអង្គការសហប្រជាជាតិនោះជាផែនទីខុសខ្នាតឬត្រូវខ្នាតទេឥឡូវនេះរដ្ឋាភិបាលបង្កើតគណៈកម្មាធិការមួយមានសមាជិកភាព11រូបសុទ្ធតែមន្ត្រីពីបកប្រជាជនកម្ពុជាដឹកនាំដោយលោកហៅណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសមន្ត្រីទាំងអស់នេះសុទ្ធសឹងតែជាមន្ត្រីមានប្រវត្តិការពារបរទេសយួនហើយឲ្យទៅចរចាជាមួយក្រុងហាណូយរឿងព្រំដែនដែលមានសន្ធិសញ្ញាឬកិច្ចព្រមព្រៀងជាច្រើនចុះហត្ថលេខាជាមួយយួនដោយលោកហ៊ុនសែនដើម្បីកុំឲ្យពលរដ្ឋខ្មែរមើលទៅឃើញថាសុទ្ធតែមន្ត្រីបកប្រជាជនកម្ពុជាទាំងអស់នោះលោកហ៊ុនសែនបើកចំហឲ្យបកសង្គ្រោះជាតិអង្គការក្រៅរដ្ឋាភិបាលនិងអ្នកជំនាញខាងផែនទីទាំងខ្មែរទាំងបរទេសចូលរួមដែរលោកអ៊ូច័ន្ទរិទ្ធអ្នកនាំពាក្យស្ដីទីនៃគណៈបកសង្គ្រោះជាតិប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យ VOD កាលពីថ្ងៃសុក្រទី7សីហាសម្ដែងទឹកចិត្តចង់ចូលរួមក្នុងគណៈកម្មាធិការទើបនឹងបង្កើតថ្មីនោះដែរទីមួយអត់មានសមាជិកប៉ុន្តែខ្ញុំឃើញក្នុងស្ដីសម្ដេចហ្នឹងគឺអាចមានគណៈបកនយោបាយដែលមានអសនៈក្នុងស្ថិរជាមកទឹកស្ទៀនរដ្ឋាភិបាលអាចចូលរួមក្នុងនឹងដែរទោះបីមិនមានសមាជិកនៅក្នុងគណៈកម្មការហ្នឹងយើងនឹងចូលរួមបាទយើងចូលរួមព្រោះយើងចង់ចូលរួមដើម្បីផ្ទៀងផ្ទាត់ទាំងអស់គ្នាបាទបណ្ឌិតរស់រាវុធសាស្ត្រាចារ្យផ្នែកនយោបាយប្រាប់វិទ្យុ VOD ដដែលដូចជាមិនទាន់អស់ចិត្តថាបកនយោបាយសពថ្ងៃមិនចង់ចំណេញនយោបាយរៀងខ្លួននោះទេ
ខ្ញុំគិតថាមកដល់ដំណាក់កាលនេះមិនមានអ្នកណាត្រូវកេងចំណេញលើអ្នកណាទៀតទេព្រោះជាផលប្រយោជន៍ជាតិអញ្ចឹងទេសូមឲ្យតាមដានស្ទៀងស្ទាត់ទាំងអស់គ្នាបើខុសទាំងអស់គ្នាបើត្រូវចំណេញខ្មែរទាំងអស់គ្នាមិនមានចំណេញអ្នកណាម្នាក់ទេតែបើសិនណាជានៅតែយកបញ្ហាជាតិធ្វើជាបញ្ហានយោបាយដើម្បីគ្រប់គ្រងដើម្បីកាន់អំណាចដើម្បីបកពួកឬបុគ្គលណាមួយនោះគឺត្រូវបានប្រវត្តិសាស្ត្រចារទុកនេះគឺជាបញ្ហាជាតិការវិវត្តចុងក្រោយនេះចោទជាសំណួរថាតើមន្ត្រីដ៏មួយរូបក្នុងគណៈកម្មាធិការនេះនឹងនិយាយជាមួយភាគីយួនពីជ្រុងណាអ្នកចូលរួមទាំងអស់ដទៃទៀតទាំងខ្មែរទាំងបរទេសមានប្រមាណអ្នកហើយមានសិទ្ធិបញ្ចេញមតិជំទាស់ឬទេតើមន្ត្រីធ្លាប់សហការជាមួយរដ្ឋការក្រុងហាណូយនឹងស្របតាមមតិជំទាស់ដែរឬទេបើសិនជារកឃើញថាយួនក្លែងបន្លំផែនទីរបៀបណាមួយនោះពលរដ្ឋខ្មែរម្ចាស់ស្រុកយល់ថាដើម្បីកុំឲ្យសាធារណជនខ្មែរចោទថារដ្ឋាភិបាលមិនអាចរកយុត្តិធម៌រឿងទឹកដីហើយដើម្បីកុំឲ្យសង្គមស៊ីវិលអ្នកជំនាញកិច្ចការព្រំដែនទាំងខ្មែរទាំងបរទេសទៅជួយទទួលខុសក្នុងរឿងបូរណភាពដែនដីដែលអ្នកនយោបាយខ្មែរគិតខុសពីសម័យមុនជាការល្អគួរតែបង្កើតគណៈកម្មការឬគណៈកម្មាធិការឯករាជ្យដឹកនាំដោយអ្នកជំនាញឯករាជ្យមិនបម្រើគណៈបកឬស្វែងរកប្រយោជន៍នយោបាយក្រៅពីផលប្រយោជន៍ជាតិទៅសិក្សាសម្រេចនឹងរាយការណ៍ជូនរាជរដ្ឋាភិបាលដើម្បីចាត់វិធានការតាមផ្លូវទូតនិងតាមផ្លូវច្បាប់អន្តរជាតិវិធីនេះធ្វើបានបើសិនជារដ្ឋាភិបាលរបស់លោកហ៊ុនសែនចង់ដោះស្រាយបញ្ហាបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិដោយសុទ្ធចិត្តមែននោះគណៈបក្សសង្គ្រោះជាតិចង់ឲ្យរដ្ឋាភិបាលយកករណីព្រំដែនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប៉ុន្តែមន្ត្រីក្នុងអង្គភាពសារព័ត៌មាននិងប្រតិកម្មរហ័សថ្លែងថាការធ្វើដូច្នោះគឺខ្វះស្មារតីទទួលខុសត្រូវសូមរងចាំស្ដាប់ការរៀបរាប់អំពីបញ្ហាយួនធ្វើបាបជនជាតិដើមម្ចាស់ស្រុកនៅលើទឹកដីកំណើតដូនតារបស់ខ្លួននាពេលបន្តិចទៀតនិងក្នុងកម្មវិធីផ្សាយពេលក្រោយលោកអ្នកនាងកញ្ញាកំពុងស្ដាប់កម្មវិធីវិទ្យុសំឡេងខ្មែរម្ចាស់ស្រុកពីរដ្ឋធានី Washington សហរដ្ឋអាមេរិកក្រសួងមហាផ្ទៃបានឲ្យដឹងថាមកទល់ចុងសប្តាហ៍កន្លងទៅនេះក្រសួងបានទទួលយកពាក្យសុំនិងយល់ព្រមឲ្យគណៈបកនយោបាយថ្មីយ៉ាងតិច4ចុះឈ្មោះតាមច្បាប់និងចូលរួមប្រកួតប្រជែងក្នុងសម័យបោះឆ្នោតលើកក្រោយតាមព័ត៌មានក្នុងកាសែត The Cambodia Daily នៅថ្ងៃសៅរ៍ទី8សីហាគណៈបកនយោបាយថ្មីនោះមានគណៈបកអំណាចពលរដ្ឋខ្មែរដឹកនាំដោយលោកសួនសេរីរដ្ឋាគណៈបកសង្គមប្រជាធិបតេយ្យសម្បុកឃ្មុំដឹកនាំដោយលោកមុំសំណងដូគណៈបកប្រជាធិបតេយ្យមូលដ្ឋានដឹកនាំដោយលោកយេងវីរៈពីចលនាបណ្ដាញសង្គមខ្មែរដើម្បីខ្មែររបស់លោកកែមលីនិងគណៈបកខ្មែរសាមគ្គីបង្កើតឡើងដោយអ្នកស្រីលក្ខសុភាពអតីតជំនួយការលោកកឹមសុខានៃគណៈបកសង្គ្រោះជាតិអ្នកនយោបាយយកអំណាចផ្ដាច់មុខគេហៅគណៈបកនយោបាយច្រើនថាជាប្រទេសមានលទ្ធិប្រជាធិបតេយ្យពេញលេញក្នុងចំណោមអង្គការនៅស្រុកខ្មែរជិត 1000 នាក់មានអង្គការតែ10នាក់ប៉ុណ្ណោះដែលមានឥទ្ធិពលជាងគេព្រោះតែគេមានទំនាក់ទំនងជិតស្និទ្ធនឹងប្រមុខរដ្ឋាភិបាលខាងបកប្រជាជនកម្ពុជាសារព័ត៌មានដើមថ្នោតនៅថ្ងៃសុក្រទី7សីហាផ្សាយថាអង្គការទាំង10នាក់ជាចៅចិននិងចៅយួនដែលខ្លាំងឬមានខ្នងមាំជាងគេមានអង្គការគិតមេងម៉ុងរត់ធីលីយ៉ុងផាត់កុកអានជំទាវអង្គការជឹងសុភាពហៅយាយភូជំទាវអង្គការស្រីវុធីអង្គការសុកគង់ត្រីភិបពងខៀវសែហៅពងសវណ្ណនិងអង្គការអឹងប៊ុនហៅប្រភពព័ត៌មានក្នុងស្រុកឲ្យដឹងថាអង្គការមហាសេដ្ឋីទាំងអស់នេះរកស៊ីចែកហ៊ុនជាមួយក្រុមគ្រួសារនាយករដ្ឋមន្ត្រីអតីតអភិបាលក្រុងបាវិតខេត្តស្វាយរៀងលោកឈុកបណ្ឌិតទីបញ្ចប់អស់លក្ខហើយបានប្រគល់ខ្លួនឲ្យអាជ្ញាធរមានសមត្ថកិច្ចនៅរសៀលថ្ងៃសៅរ៍ទី8សីហានៅទីក្រុងភ្នំពេញកាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃសៅរ៍ផ្សាយថាតាមការអះអាងពីនាយប៉ូលីសក្រុងឧត្តមសេនីយ៍ជួនសវណ្ណថាទណ្ឌិតឈុកបណ្ឌិតចូលទៅស្ថានីយ៍ប៉ូលីសដោយខ្លួនឯងគ្មានការបង្ខិតបង្ខំហើយអាជ្ញាធរនឹងបញ្ជូនទៅតុលាការខេត្តស្វាយរៀងដើម្បីចាត់ការតាមច្បាប់តុលាការខេត្តបានកាត់ទោសឈុកបណ្ឌិតឲ្យជាប់ពន្ធនាគារ18ខែអំពីបទបាញ់កាំភ្លើងលើក្រុមបាតុកររោងចក្រស្បែកជើងបណ្ដាលឲ្យរបួស3នាក់ប៉ូលីសក្រសួងមហាផ្ទៃបានប្រកាសថាគេបានស្នើសុំកិច្ចសហប្រតិបត្តិការពីប៉ូលីសអន្តរជាតិតែរកមិនឃើញចេះតែខ្វៀងគ្នាលោកហ៊ុនសែនថ្លែងអំពីឈុកបណ្ឌិតក្នុងពិធីសាធារណៈមួយតែប្រមាណ2ថ្ងៃប៉ុណ្ណោះទណ្ឌិតឈុកបណ្ឌិតក៏ប្រគល់ខ្លួននៅស្រុកខ្មែរមនុស្សមានខ្នងតុលាការនិងប៉ូលីសមិនហ៊ានប៉ះទេបើលោកហ៊ុនសែនមិនបើកដៃជាមុនទេនោះ
ក្រសួងកិច្ចការនារីបានចេញមុខការពីចវាយនាយរបស់ខ្លួនដោយរិះគន់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើសេចក្តីថ្លែងការណ៍រិះគន់លោកហ៊ុនសែនក្នុងការពោលពាក្យមិនសមរម្យទៅកាន់ស្ត្រីនារីធ្វើបាតុកម្មក្នុងទីលានប្រជាធិបតេយ្យហើយមានអំពើហិង្សានៅថ្ងៃទី15កក្កដា2014នាយក្រសួងនេះរដ្ឋមន្ត្រីអ៊ឹងគុនថាផាវីបានអនុញ្ញាតឲ្យចេញសេចក្តីថ្លែងការណ៍ពីក្រសួងការពារពាក្យសម្ដីរបស់លោកហ៊ុនសែនដែលប្រើតុលាការស្វែងរកនិងចាប់ខ្លួនអ្នកតដៃនឹងភ្នាក់ងារសន្តិសុខរងរបួសដោយហៅថាមីស្រីឬមីញីនោះក្រសួងកិច្ចការនារីមិនត្រឹមតែចំអកដល់ស្ត្រីនិងនារីខ្មែរពេញប្រទេសព្រោះក្រសួងអះអាងថាធ្វើការលើកស្ទួយសិទ្ធិស្ត្រីខ្មែរនោះទេគឺធ្វើឲ្យខ្លួនឯងអាម៉ាស់ទៀតផងព្រោះរដ្ឋមន្ត្រីជាស្ត្រីទៅការពារបរិសុទ្ធដែលនិយាយមិនដឹងប៉ះពាល់ដល់តម្លៃរបស់មនុស្សទោះជាក្នុងរបបខ្មែរក្រហមក៏គេមិននិយាយបែបប្រមាថមើលងាយដូច្នោះដែរបើរដ្ឋមន្ត្រីអ៊ឹងគុនថាផាវីគិតថាសម្ដីរបស់ចៅហ្វាយនាយខ្លួនសម្ដៅតែទៅលើស្ត្រីម្នាក់ដែលទាត់ធាក់ភ្នាក់ងារសន្តិសុខហើយជាពាក្យសម្ដីធម្មតាលោកហ៊ុនសែនក៏នឹងមិនញញើតហៅអ្នកស្រីជាអ្វីមួយដែរនៅថ្ងៃណាមួយបើអ្នកស្រីធ្វើខុសអ្នកស្រីធ្លាប់រស់នៅប្រចាំប្រទេសដឹងច្បាស់ណាស់ថាមនុស្សម្នាក់គ្មានទោសពៃអ្វីទេបើតុលាការមិនទាន់កាត់សេចក្តីថាមានទោសនោះពាក្យប្រមាថជាធម្មជាតិជាទម្លាប់របស់មនុស្សខ្លៅលោកអ្នកនាងជាទីមេត្រីព័ត៌មានប្រចាំថ្ងៃនៅពេលនេះចប់តែប៉ុណ្ណេះខ្ញុំហាសានវិទ្យុសម្លេងខ្មែរម្ចាស់ស្រុកពីរដ្ឋធានី Washington សហរដ្ឋអាមេរិកលោកអ្នកនាងកញ្ញាកំពុងស្ដាប់កម្មវិធីវិទ្យុសំឡេងខ្មែរម្ចាស់ស្រុកពីរដ្ឋធានី Washington សហរដ្ឋអាមេរិកលោកអ្នកនាងជាទីមេត្រីក្រុមប្រឹក្សាជនជាតិដើមម្ចាស់ស្រុកនៅប្រទេសវៀតណាមបច្ចុប្បន្នហៅកាត់តាមអង់គ្លេសថា CIP TVN ដែលមានលោកថាច់តាន់តារាអតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ក្នុងកងយុទ្ធពលខេមរៈជាតិនៃរបបសាធារណរដ្ឋខ្មែរជាប្រធានបានដឹកនាំគណៈប្រតិភូមានតំណាងជនជាតិដើមខ្មែរកម្ពុជាក្រោមពីដែនដីកម្ពុជាក្រោមជនជាតិដើមចាមពីអតីតនគរចម្ប៉ានិងជនជាតិដើមម៉ុងតាញ៉ាពីតំបន់ខ្ពង់រាបវៀតណាមកណ្ដាលទៅជួបមន្ត្រីអាមេរិកក្នុងរដ្ឋសភាព្រឹទ្ធសភាក្រសួងការបរទេសផ្នែកសិទ្ធិមនុស្សនិងមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនចាប់ពីថ្ងៃទី3ដល់ថ្ងៃទី6សីហានៅរដ្ឋធានី Washington សម្រាប់កម្មវិធីផ្សាយនៃវិទ្យុសំឡេងខ្មែរម្ចាស់ស្រុកខ្ញុំហាសានបានសួរលោកថាច់តាន់តារាអំពីស្ថានភាពខ្មែររស់នៅកម្ពុជាក្រោមអ្វីដែលលោកចង់ឃើញចង់បានឲ្យសហរដ្ឋអាមេរិកជួយហើយថាតើលោកពេញចិត្តនឹងចម្លើយរបស់គេដែរឬយ៉ាងណានេះជាភាពបញ្ចប់នៃកិច្ចសម្ភាសន៍ខ្ញុំបានស្រាវជ្រាវដឹងថានៅក្នុងប្រទេសវៀតណាមដែលគេបង្កើតជាគោលការណ៍នយោបាយក្នុងស្រុកមួយតម្រូវឲ្យជនជាតិយួននៅភាគខាងជើងចុះមកតំបន់ខ្ពង់រាបកណ្ដាលប្រទេសវៀតណាមហ្នឹងហើយទន្ទ្រានយកដីធ្លីរបស់ជនជាតិដើមទាំងអម្បាលម៉ាននៅតំបន់នោះមានចាមមានម៉ុងតាញ៉ាមានកម្ពុជាក្រោមជាដើមឡាគេចែកគ្នាធ្វើជំនួញធ្វើពាណិជ្ជកម្មរហូតដល់ក្រុមគ្រួសារនាយករដ្ឋមន្ត្រីវៀនតាន់យុងនឹងคลายទៅជាមហាសេដ្ឋីគ្រប់គ្នាអស់ទៅហើយរហូតដល់កូនស្រីរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នករស់នៅសហរដ្ឋអាមេរិកមានលុយទៅទិញក្រុមកីឡាមួយក្រុមនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកអស់លុយដល់ទៅ$25 លានជាដើមឡាតើលោកសង្ឃឹមថានៅក្នុងប្រទេសវៀតណាមសប្តាហ៍ថ្ងៃហ្នឹងនឹងអាចមានការផ្លាស់ប្ដូរទាមទារអ្វីដែលថាអាចឲ្យប្រជាពលរដ្ឋឲ្យជនជាតិដើមម្ចាស់ទឹកដីហ្នឹងមានឱកាសនឹងរស់នៅស្រួលដោយគេដោយឯងបានទេបន្ទាប់ពីលោកខំប្រឹងធ្វើកិច្ចការជាមួយនឹងអាមេរិកឲ្យប្រាប់រដ្ឋការក្រុងហាណូយថាសូមកុំឲ្យធ្វើបាបជនជាតិទាំងឡាយនោះបាទការពិតទៅការតស៊ូរបស់យើងនឹងវាយូរណាស់មកហើយយូរលងមកហើយប៉ុន្តែសិតតែប្រយោលវាមិនដែលមានការផ្ទាល់ដូចពេលនេះទេពេលនេះគឺរដ្ឋាភិបាលអាមេរិកនឹងធ្វើការផ្ទាល់ជាមួយនឹងប្រទេសវៀតណាមហើយបានចរចាគ្នាបាននិយាយគ្នាច្រើនដូច្នេះប៉ុន្តែស្រុកអាមេរិកវាផ្សេងជាងប្រទេសវៀតណាមតង់ថាកាលណាចង់ធ្វើអីត្រូវតែឆ្លងកាត់រដ្ឋសភាព្រឹទ្ធសភាដូច្នេះយើងជាជនជាតិអាមេរិកមានដើមកំណើតជាខ្មែរកម្ពុជាក្រោមក៏ដោយជាជនជាតិចាមមកតញ្ញាសិតតែមានសិទ្ធិចូលទៅក្នុងសភាទាំងពីរហ្នឹងទៅបញ្យលគេប្រាប់គេដូចនេះក្នុងភាសាសម្ដីដែលគេដាក់ចូលក្នុងច្បាប់ដែលតម្រូវឲ្យប្រទេសវៀតណាមធ្វើតាមគឺថាមានពាក្យរបស់យើងនៅក្នុងហ្នឹង
ពាក្យដែលយើងសុំគេឲ្យទៀមទាឲ្យដាក់ចូលដូចជានិយាយថាបើប្រទេសវៀតណាមនឹងចង់រកស៊ីជាមួយអាមេរិកត្រូវតែធ្វើចេះគឺថាហ្នឹងវាជាការតម្រូវមួយរបស់ប្រទេសអាមេរិកដែលគេតែងតែធ្វើទៅលើប្រទេសនានាមិនមែនតែប្រទេសវៀតណាមមួយទេប្រទេសណាក៏ដោយចង់រកស៊ីមួយសហរដ្ឋអាមេរិកគឺតែងតែទទួលនៅរែងការបង្ខំឬក៏ការតម្រូវដើម្បីឲ្យការងារនឹងដើរទៅមុខដូច្នេះខ្ញុំជឿថាការដែលយើងតស៊ូនឹងយូរផ្លាស់មកហើយហ្នឹងក៏ដូចជាការដែលយើងប្រឹងប្រែងពេលថ្មីនេះគឺយើងតម្រង់ទៅលើភាសាដែលគេប្រើនៅក្នុងច្បាប់ទាំងអស់ហ្នឹងឲ្យតម្រូវឲ្យប្រទេសវៀតណាមហ្នឹងឲ្យយួនខាងត្បូងខាងជើងឯក៏ដោយគឺថាប្រទេសយួនជាអំណាចកាន់អំណាចហ្នឹងត្រូវតែកែតម្រូវសម្រួលធ្វើយ៉ាងណាដើម្បីឲ្យជីវភាពរបស់ជនជាតិដើมទាំងអស់ហ្នឹងមានសេចក្តីសុខបានទទួលនៅយុត្តិធម៌យើងមិនធ្វើអីច្រើនជាងយ៉ាងបានយុត្តិធម៌ទេគឺថាมันឲ្យមានន័យថាអ្នកមានអំណាចមករំលោភលើអ្នកដែលជាប្រជាពលរដ្ឋសាមញ្ញគ្នាมันមានស្អីដែលតទល់បានមានអ្នកដែលធំតែងយកអំណាចមកក្របសង្កត់លើអ្នកតូចអាហ្នឹងវាជារឿងអយុត្តិធម៌យើងទាមទារឲ្យមានយុត្តិធម៌ការទាមទារហ្នឹងវាវែងឆ្ងាយវាយូរប៉ុន្តែយើងចាប់ផ្ដើមពីនឹងទៅបង្ហាញឲ្យឃើញដូចថាឥឡូវបើកូនយួនបានមករៀនរាប់ម៉ឺនកូនខ្មែរមកតញ្ញាចាំទៅមករៀនរាប់ពាន់ដែរពីព្រោះយើងវាមានចំណែកនៅក្នុងហ្នឹងហើយយើងបញ្យល់ឲ្យអ្នកច្បាប់របស់សហរដ្ឋអាមេរិកហ្នឹងឲ្យគេយល់ថាការដែលយើងទាមទារហ្នឹងត្រឹមត្រូវមិនមែនជាការទាមទារហួសហេតុទេររឿងរហេតុអីទេគឺតែជារឿងដែលយើងចង់ឃើញយុត្តិធម៌កើតឡើងនៅក្នុងសង្គមវៀតណាមហ្នឹងក៏ដោយនៅឯណាក៏ដោយប្រទេសកម្ពុជាហ្នឹងក៏ដោយបើថាมันមានយុត្តិធម៌ហ្នឹងក៏វាមិនអ្នកកាន់កាមហ្នឹងមិននៅនឹកបានទេតិចទៀតហ្នឹងវានឹងបាសជើងដូចតែគ្នាហ្នឹងពីព្រោះពិភពលោកហ្នឹងគេស្គាល់កន្លែងណាមានការជិះជាន់កន្លែងណាមានអំពើអយុត្តិធម៌កន្លែងនេះគឺកន្លែងដែលនឹងមានយុត្តិធម៌ឡើងវិញនឹងមានការបះបោរដណ្ដើមយកយុទ្ធធម៌មកវិញមិនខានទេដូច្នេះអានឹងជាមេរៀនមួយបើថាប្រទេសវៀតណាមជនជាតិវៀតណាមនៅតែធ្វើអំពើអយុត្តិធម៌ចំពោះជនជាតិដើមម្ចាស់ស្រុកហ្នឹងហ្នឹងថ្ងៃណាមួយគង់តែត្រូវតែគេពិន័យទេអាហ្នឹងការគេពិន័យរបៀបណាមិនតាន់ដឹងទេប៉ុន្តែរត់ទៅបំផុតទេព្រោះអាហ្នឹងវាជាប្រតិកម្មធម្មជាតិរបស់មនុស្សណាក៏គេមិនសុខចិត្តឲ្យយើងជន់កគេដកស្លាប់គេនៅទៅគ្រប់ទៅពេលឡើងបានទេគឺថាធ្វើបាន4 10 20 30 ឆ្នាំប៉ុន្តែថ្ងៃណាមួយវារលាយវានឹងទៅរលំវាមិនអាចទ្រាំទ្រអាហ្នឹងការសម្ពាធរបស់អាហ្នឹងប្រជាពលរដ្ឋទាំងមូលនឹងបានទេបាទហ្នឹងជាសេចក្តីសង្ឃឹមរបស់យើងហើយយើងមិនមែនគ្រាន់តែសង្ឃឹមទៅទេយើងទាមទារឲ្យធ្វើឲ្យបានទៀតផងចំណុចចុងក្រោយចង់ជម្រាបសួរថាចាប់ពីថ្ងៃទី5ទី6តើលោកនឹងត្រូវជួបខាងណាទៀតបាទឥឡូវហ្នឹងយើងជួបជាមួយនឹងតាមរៀបចំទៅគឺថាយើងនឹងចូលសេដ្ឋវិមានដើម្បីជួបជាមួយនឹងអស់លោកដែលការកិច្ចការដែលធ្វើដំណើរទៅប្រទេសវៀតណាមនៅខែ11ខាងមុខនេះបាទហ្នឹងយើងខ្ញុំក៏មានកិច្ចការដែលយើងត្រូវធ្វើនឹងដែរអានឹងទី1ទី2ទៀតយើងនឹងជួបជាមួយនឹងមេធាវីអន្តរជាតិដែលគាត់ដឹងច្បាប់ដឹងទម្លាប់ហើយយើងបង្ហាញនៅអំពើអយុត្តិធម៌មួយចំនួនដែលជនជាតិយួនឬក៏អ្នកកាន់អំណាចយួនបានធ្វើមកដល់ជនជាតិយើងទាំងអស់គ្នាឲ្យគេពិនិត្យមើលតើការហ្នឹងសមរម្យថានឹងទៅនាំទៅដល់ណាហាច់ទៅដល់ណាដើម្បីឲ្យការហ្នឹងមានពលឺពីព្រោះបើមិនអញ្ចឹងទេយើងហាក់ដូចជាធ្វើមិនដឹងទុកឲ្យយួនហ្នឹងជន់កដកស្លាប់ដល់ជនជាតិទាំងអស់គ្នាហ្នឹងគឺថាយើងដេកមិនលក់ហើយនឹងអានឹងអំពើអយុត្តិធម៌ហ្នឹងទេបាទដូច្នេះខ្ញុំសង្ឃឹមថាកិច្ចការបន្ទាប់ពីនេះគឺថាយើងនឹងទៅដល់កន្លែងផ្លូវច្បាប់ម្ដងបាទចង់បញ្ចប់បាទខ្ញុំសូមអរគុណដល់លោកហាសានខាងវិទ្យុសំឡេងខ្មែរម្ចាស់ស្រុកបាទសូមអរគុណដែលបានសម្ភាសខ្ញុំហើយនឹងរៀបចំសម្ភាសដល់សហការីខ្ញុំដែរដែលជនជាតិម៉ុងតាញ៉ាហើយនឹងជនជាតិចាមបាទហ្នឹងជាការប្រសើរមួយដែលផ្ដល់ឱកាសហ្នឹងហើយយើងខ្ញុំក៏មានឱកាសបានស្គាល់លោកក៏ដូចជាស្គាល់កិច្ចការរបស់ខ្មែរម្ចាស់ស្រុកដែលមានឧត្តមគតិជាតិល្អដែលខ្ញុំឃើញថា
យើងខ្ញុំគាំទ្រដល់ការងាររបស់ខ្មែរម្ចាស់ស្រុកហ្នឹងហើយយើងខ្ញុំសង្ឃឹមថានឹងធ្វើសហការជាមួយគ្នាបានពីព្រោះយើងសិតតែជាអ្នកសិតតែរកផ្លូវដើម្បីផ្ដល់យុត្តិធម៌ដល់ជនរួមជាតិយើងទាំងអស់គ្នាបាទដូច្នេះខ្ញុំចង់បង្ហាញឃើញថានេះមានការកក់ក្ដៅយ៉ាងខ្លាំងក្នុងការធ្វើការជាមួយគ្នានៅពេលនេះសូមអរគុណលោកហើយនិងអ្នកទីសម្រាប់ទាំងអស់អរគុណបាទខ្ញុំសូមអរគុណបាទសូមរងចាំស្ដាប់ការពណ៌នាអំពីរឿងយួនធ្វើបាបជនជាតិដើមម្ចាស់ស្រុករស់នៅលើទឹកដីដូនតាពីបុរាណកាលរបស់ខ្លួនរបៀបដូចម្តេចក្នុងកម្មវិធីផ្សាយលើកក្រោយលោកអ្នកនាងជាទីមេត្រីមុនបញ្ចប់កម្មវិធីផ្សាយសូមអញ្ជើញស្ដាប់ការអធិប្បាយរបស់លោកខឹមវាសនាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអំពីអ្នកបដិវត្តយួននិយមកុម្មុយនីសឈ្មោះហូជីមិញដែលជាយុទ្ធមិត្តឬឧបជារបស់អ្នកបដិវត្តខ្មែរមួយចំនួននោះជាមនុស្សបែបណាថាហូជីមិញគឺជាបុគ្គលដ៏អស្ចារ្យសម្រាប់ប្រទេសយួនគឺជាបិតារបស់ប្រទេសយួនគេថាចឹងណានិយាយទៅប៉ះទៅកិច្ចគេណាមានអ្នកខ្លះគេនិយាយប្រាប់ខ្ញុំថាបងស្នាឯងប្រយ័ត្នខ្លួនណាមែនទេមិនមែនក្រហមទេបងស្នាឯងមិនមែនក្រហមទេណាក្រហមហើយក្រហមទៀតក្រហមហើយក្រហមទៀតខ្ញុំធ្លាប់ធ្វើការជាមួយនឹងជំនាញការយួនខ្ញុំស្គាល់យួនច្បាស់ណាស់បងឯងក្រហមហើយក្រហមទៀតក្រហមហើយក្រហមទៀតបងឯងណាប៉ុន្តែខ្ញុំមើលឃើញចឹងខ្ញុំចង់និយាយប្រាប់បងប្អូនគេថាហូជីមិញណាបងប្អូនគឺជាវីរៈបរិសុទ្ធនៃជនជាតិយួនសម្រាប់ខ្ញុំណាបងប្អូនហូជីមិញជាបៃសាចឬយើងនិយាយថាបៃសាចចឹងណាគេថាមកពីហូជីមិញមានមនោគមវិជ្ជានយោបាយមួយឲ្យប្រជាពលរដ្ឋវៀតណាមហ្នឹងយកទឹកដីខ្លួនឯងដូច្នេះខ្លួនឯងនឹងខឹងដូច្នេះហៅហូជីមិញហ្នឹងថាជាបៃសាចទេមិនបៃសាចសម្រាប់ខ្ញុំទេហូជីមិញគ្មានអត្តពលអ្វីមកលើខ្ញុំទេប៉ុន្តែហូជីមិញជាបៃសាចសម្រាប់ប្រជាពលរដ្ឋវៀតណាមបងប្អូនណាដឹងគាត់អប់រំជនជាតិវៀតណាមយ៉ាងម៉េចអត់មានសេចក្តីថ្លៃថ្នូរក្នុងខ្លួនអត់បងប្អូនដែលរស់នៅក្បែរផ្ទះយួនអត់ថាឲ្យតាបានស៊ីបងប្អូនឲ្យតាបានស៊ីគ្មានសេចក្តីថ្លៃថ្នូរអីក្នុងខ្លួនទេហូជីមិញអប់រំយ៉ាងម៉េចបងប្អូនអាធំចង់បានតែរបស់គេរស់នៅអត់ដឹងជីវិតនឹងរស់នៅដើម្បីអ្វីចង់តែបានរបស់គេហើយអបជាប្រដ្ឋក្រីក្រវិញឲ្យតែបានស៊ីបងប្អូនលក់ស្អីក៏លក់ដែរលក់ស្អីក៏លក់ដែរហើយអត់គេអត់ក្បាំងនិយាយលឺនោះអត់មានសេចក្តីថ្លៃថ្នូរក្នុងខ្លួនណាអញ្ចឹងបានខ្ញុំគិតក្នុងចិត្តថាបើហូជីមិញនៅរស់បងប្អូនខ្ញុំទៅអូដៃយកមកនិយាយណាខ្ញុំអូដៃយកមកនិយាយឃើញអ្នកឯងស្រឡាញ់កូនខ្ញុំទទួលស្គាល់ថាអ្នកឯងស្រឡាញ់កូនប៉ុន្តែការអប់រំអ្នកឯងទៅលើកូនអ្នកឯងឃើញហ៎កូនអ្នកឯងទៅជាស្អីហើយស្មាតោសឹងទៅជាសត្វដេរឆានអត់ទាំងស្គាល់មិនថាល្អអាមិនសេចក្តីថ្លៃថ្នូរប៉ុណ្ណឹងអាអ្នកខួរក្បាលយ៉ាងធំមួយថ្ងៃគិតតែចង់បានរបស់គេបងប្អូនចាណាមើលជីវិតរស់នៅបែបហ្នឹងហើយប្រជាប្រដ្ឋក្រីក្រវិញរស់នៅគ្មានសេចក្តីថ្លៃថ្នូរស្អីក៏លក់ដែរបងប្អូនមកលឺតែចុកទៅចាក់កុំថាទៅនៅស្រុកខ្មែរទៅនៅដល់បរទេសក៏អញ្ចឹងឲ្យតែចូលក្នុងហាងក៏តាមនិយាយពីនិយាយលឺយីអីក៏ពូជសាអីអញ្ចឹងមកខ្មែរយើងអត់ចឹងណាបងប្អូនស្រឡាញ់សេចក្តីថ្លៃថ្នូរណាពូយើងអញ្ចឹងមកខ្ញុំបើហូជីមិញនៅរស់ណាបើមានព្រលឹងខ្ញុំតងមកនិយាយខ្ញុំជឿថាហូជីមិញស្ដាប់គ្នាបានពួកគាត់ឆ្លាតឃើញគាត់ស្រឡាញ់កូនចៅរបស់គាត់បើស្រឡាញ់កូនចៅរបស់គាត់ពេលដែលឃើញកូនចៅរបស់គាត់របៀបហ្នឹងសួរតើគាត់គិតយ៉ាងម៉េចខ្ញុំថាបញ្យល់ស្រួលហូជីមិញយំបើយើងឈ្នះណាបងប្អូនយួនក៏រស់នៅជាមួយនឹងយើងបានបេះដូងរបស់យើងបើយើងឈ្នះពួកយួនក៏រស់នៅមួយយើងបានប៉ុន្តែបើយួនឈ្នះវិញយើងរស់នៅមួយយួនបានទេរស់នៅមិនបានទេបងប្អូនមើលឲ្យច្បាស់ពួកយើងមានចិត្តទលាយណាស់ពីព្រោះយើងយល់ពីធម៌យល់ពីជីវិតដល់ពេលហូជីមិញតែគាត់យល់ពីស្អីបងប្អូនអប់រំជនជាតិរបស់គាត់ទៅខូចអស់លីខូចអស់បើគាត់ស្រឡាញ់កូនរបស់គាត់មែនណាបងប្អូនមើលកូនរបស់យើងទៅជាអញ្ចឹងរស់នៅចង់តែបានរបស់គេអត់មានសេចក្តីថ្លៃថ្នូរក្នុងខ្លួនឯតិចរមកបានស៊ីតខ្ទេចណាចេះទុកឲ្យកូនទេណាទេយើងសួរថាថៃបានមិនទុកឲ្យកូនយកកូនវាមកក្រោយវាចេះរកស៊ីទៀតនៅលើទូកដល់នៅលើអីដល់វាមិនសូវខ្វល់តែមកបងប្អូនសម័យតិចមើលចិត្តជាឪពុកម្ដាយស្រាប់តែទីមកផុតទៅយើងអប់រំកូនចង់ឲ្យកូនល្អស្រាប់តែកូនទៅជារបៀបហ្នឹងអត់មានសេចក្តីថ្លៃថ្នូរណាបងប្អូនបរទេសច្រើនណាស់តែជាជនជាតិស្បែកសវាស្គាល់អត្តចរិតយួនច្បាស់ណាស់ស្គាល់ច្បាស់ណាស់វាថាកលិចកលុចខូចហើយហូជីមិញអប់រំកូនចៅរបៀបបាច់បានកូនចៅទៅជារបៀបនោះបងប្អូនចាណាមើលបើហូជីមិញនៅរស់ខ្ញុំជឿថាគាត់ស្ដាប់ខ្ញុំបញ្យល់មកតកែប្រែណាបងប្អូនពីព្រោះយើងស្រឡាញ់កូនរបស់យើងចង់ឲ្យមានសេចក្តីថ្លៃថ្នូរការរស់នៅក្នុងជីវិតមិនមែនរស់នៅរបៀបហ្នឹងទេនេះគាត់បង្រៀនកូនគាត់ទៅជាខូចអត់គ្មានសេចក្តីថ្លៃថ្នូរអីក្នុងខ្លួនតិចបើខ្ញុំវិញណាបងប្អូនខ្ញុំណាក្រោយពីអប់រំកូនចៅរបស់ខ្ញុំស្រាប់តែកូនចៅរបស់ខ្ញុំទៅជាអញ្ចឹងហើយទៅដល់កែលែងរួចទេបងប្អូន
ងកើតពួកយើងបានពិចារណាប្រកបទៅដោយកតេបណ្ឌិតយើងយល់ថាជីវិតមិនចាំបាច់រស់នៅក្នុងផ្លូវបែបហ្នឹងទេបងប្អូនរស់នៅក្នុងសេចក្តីថ្លៃថ្នូរជីវិតទៅបងប្អូនសពថ្ងៃនេះគេពិចារណាកាន់តែច្រើនទៅកតេបណ្ឌិតត្រូវបានគេរកឃើញកាន់តែច្រើនឡើងមនុស្សសពថ្ងៃសម័យវិទ្យាសាស្ត្រទំនើបមនុស្សរស់នៅជាមួយនឹងកតេបណ្ឌិតគេគិតយូរទៅតើជីវិតរស់នៅក្នុងសេចក្តីថ្លៃថ្នូរត្រូវមានអ្វីខ្លះត្រូវគោរពសិទ្ធិរបស់អ្នកដទៃយ៉ាងម៉េចខ្លះអញ្ចឹងបានដួងចិត្តរបស់ខ្ញុំអត់មានប្រកាន់ពូជសាសន៍អីផងអត់មានគិតថាយួនគិតថាខ្មែរគិតថាសៀមអីផងឲ្យតែច្បាស់ថាអ្នកមានមនោសញ្ចេតនានឹងទឹកដីអ្នកមានមនោសញ្ចេតនានឹងជនដែលរស់នៅលើទឹកដីហ្នឹងអ្នកចង់ចែករំលែកសេចក្តីសុខនិងសេចក្តីទុក្ខជាមួយនឹងជនជាតិនៅលើទឹកដីហ្នឹងអូខេយើងអាចទទួលយកបានយើងប្រើច្បាប់អន្តរប្រវេសន៍ត្រឹមត្រូវប៉ុន្តែយើងអត់មានប្រកាន់ពូជសាសន៍ទេបើអ្នកចូលមកបានក្រោមច្បាប់អន្តរប្រវេសន៍របស់យើងយ៉ាងត្រឹមត្រូវរួចហើយអ្នកមានមនោសញ្ចេតនាដូចតែជនជាតិរបស់យើងដែរអូខេរស់នៅជាមួយយើងបានយើងឈ្នះឆ្នោតជនជាតិខាងកើតរស់នៅមួយយើងបានប៉ុន្តែបើពួកគេឈ្នះវិញយើងមិនអាចរស់នៅមួយគេបានទេបងប្អូនមើលស្ថានភាពឲ្យបានច្បាស់លាស់អញ្ចឹងបានជាពួកយើងមើលឲ្យសពជ្រុងជ្រោយពីឧបសគ្គពីស្ថានភាពរបស់ស្រុកទេរួចហើយយើងមកចាប់ផ្ដើមឲ្យបានត្រឹមត្រូវយើងមើលថាអូស្រុកយើងវិជ័យរួចហើយតើយើងចាប់ផ្ដើមពីត្រង់ណាឲ្យបានត្រឹមត្រូវយើងមើលឃើញថាការកសាងពុលសំខាន់ណាស់បងប្អូនឃើញទេពេលតែកាន់ក្បាលមេក្រូពួកយើងមិនដែលនិយាយទៅកាន់រដ្ឋាភិបាលមិនដែលនិយាយទៅកាន់កឹមសុខាមិនដែលនិយាយទៅកាន់គណៈបកសំរងស៊ីហើយក៏មិនដែលនិយាយទៅកាន់អង្គការសង្គមស៊ីវិលហើយក៏មិនដែលនិយាយទៅកាន់អ្នកផ្សាយធម៌ដែរបើទោះបីជាយើងនិយាយពីរដ្ឋាភិបាលយើងនិយាយពីគណៈបកសិទ្ធិមនុស្សគណៈបកសំរងស៊ីគាត់តែនិយាយដើម្បីបញ្យល់គ្នាយើងទេអត់មានតកែគេទេគឺកែប្រជាប្រដ្ឋយើងដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាដើម្បីតម្រៀបអាធម្មជាតិអត់រូបនោះឲ្យទៅតាមលំដាប់លំដោយដើម្បីកសាងប្រទេសរបស់យើងឲ្យឆ្ពោះទៅរកគោលដៅមួយដែលពួកយើងយល់ថាត្រឹមត្រូវគឺមាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់រស់នៅក្នុងសេចក្តីថ្លៃថ្នូរណាបងប្អូនមនុស្សបើគ្មានខួរក្បាលអាចពិចារណាដឹងថាស្អីខុសស្អីត្រូវអាស្អីខុសក៏វត្តចោលអាស្អីត្រូវតាំងសុបហើយនឹងមនោសញ្ចេតនាទេដូចតាដេរឆានចឹងមនុស្សរស់នៅមនុស្សខុសពីសត្វដេរឆានទី1គឺមនោសញ្ចេតនាមនុស្សមានមនោសញ្ចេតនាខ្មែរយើងកាន់តែខ្លីឥឡូវសឹងថាអត់ដល់ម៉ែស្លាប់អត់ស្រក់ទឹកភ្នែកបន្តឯងបើកូនងាប់អានឹងយំបើម៉ែអត់យំទេហើយបានអត់យំចិត្តវាអត់ចង់យំហ្មងមនោសញ្ចេតនាវាខ្លីប៉ុន្តែបើបងប្អូនគិតយូរជីវិតតើមានន័យមានខ្លឹមសារអីបងប្អូនបើមនុស្សទាំងអស់ដែលជាទីស្រឡាញ់របស់យើងមិនអាចការពារបានផងរួមទាំងខ្លួនយើងដែលយើងស្រឡាញ់បំផុតយើងក៏មិនអាចការពារបានដែរស្លាប់ចោលយើងជាបន្តរបស់ដែលយើងស្រឡាញ់យើងអត់អាចការពារបានផងម្ដាយយើងគាត់ស្រឡាញ់យើងប៉ុណ្ណាបងប្អូនចាណាមើលតែទៀតបងប្អូនដឹងបងប្អូនមានកូនតែចិត្តដឹងហើយដល់ពេលកូនស្រឡាញ់ប្រពន្ធកូនវាបន្តហ្នឹងទៅវាចាត់ទុកម៉ែឪដូចគាត់អស់ចឹងហើយម៉ែឪបងប្អូនស្រឡាញ់កូនណាទោះបីកូនមានប្តីមានប្រពន្ធក៏ដោយមានអារម្មណ៍ថាកូននៅតែកូនងាចឹងគាត់នៅតាមមើលតាមថែរក្សាចឹងប៉ុន្តែខ្លួនយើងចាត់ទុកម៉ែឪដូចគាត់អស់ម៉ែឪស្លាប់រហូតតែភ្នែកស្រក់មិនឃើញបើកូនងាប់យំអាហ្នឹងមានន័យថាម៉េចមានន័យថាមនោសញ្ចេតនារបស់យើងវាខ្លីប៉ុន្តែបើយើងអង្គុយគិតទៅដើម្បីពង្រីកមនោសញ្ចេតនាជីវិតទាំងអស់ក្នុងលោកនេះល្បេះម្ដងមួយរួមទាំងបុគ្គលដែលជាទីស្រឡាញ់របស់យើងការពារគាត់អត់បានបើការពារបានណាបងប្អូនមានពេលខ្លះតែចិត្តរបស់យើងស្រឡាញ់មនុស្សដែលយើងស្រឡាញ់ខ្លាំងមែនទែនយើងសឹងថាយើងសុខចិត្តស្លាប់ឲ្យតែគាត់រស់បានមករហូតយើងសុខចិត្តស្លាប់មកពីព្រោះពេលដែលគាត់ស្លាប់ទៅយើងក៏វាឈឺចាប់ខ្លាំងយើងស្លាប់ខ្លួនឯងទៅទៀតដល់ពេលអញ្ចឹងយើងសុខចិត្តបោជាជីវិតយើងដើម្បីឲ្យគាត់នៅរស់ប៉ុន្តែធម្មជាតិនេះអត់បណ្ដៃដល់យើងទេមនុស្សជាទីស្រឡាញ់របស់យើងនៅជុំវិញបែកបាក់ម្ដងមួយរួមទាំងខ្លួនយើងដែលជាទីស្រឡាញ់របស់យើងផងបែកបាក់រហូតដល់ពេលយើងគិតទៅយូរយើងមានមនោសញ្ចេតនាលោកអ្នកនាងជាទីមេត្រីកម្មវិធីផ្សាយសំឡេងខ្មែរម្ចាស់ស្រុកនៅពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំសូមថ្លែងអំណរគុណចំពោះការតាមដានយកចិត្តទុកដាក់ស្ដាប់របស់លោកអ្នកនាង សូមជម្រាបលា